សម្ដេចតេជោបញ្ជាឲ្យវាបកគ្រប់ចំណុចដែលទាហានឈានភៀនថៃបាញ់មកលើកម្ពុជាក្រោយកម្ពុជាអត់ធ្មត់ជាង24ម៉ោងក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគោរពនៅបទច្បាប់និងត្រូវការពេលវេលាដើម្បីជំរាបប្រជាជនចេញពីតំបន់សុវត្ថិភាពការពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វិរិយកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុទានបានប្រកាសថានឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងទ័ពប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលទ្ធដ្ឋាននិងអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចចូលលទ្ធដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនមានប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិភាពប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមដានមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនការពីខែកក្កដាពួកគេចោទមកលើកម្ពុជាថាលំអសង្គ្រាមពេលយើងអត់ធ្មត់គោរពបទច្បាប់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយរាកាត់ដីឲ្យថៃដូរយកសន្តិភាពនាពេលនេះយើងវាយដើម្បីការពីខ្លួនទៀតហើយតើពួកគេនឹងនិយាយថាម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង